តែក្បាលវីដេអូចេញមកក៏ដឹងតែសប្បាយដែរមែនទេបងប្អូនអរគ្នាចាអញ្ចឹងសួស្ដីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងអាចនិយាយថាកម្មវិធីចូលឆ្នាំខ្មែរយើងគឺខិតជិតចូលមកដល់ហើយអញ្ចឹងមិនថានៅតាមភូមិក្តីតាមសហគមន៍ក្តីក៏ដូចជាតាមទីវត្តអារាមនានាក្តីគឺចាប់ពីខែ4នេះទៅគឺពួកគាត់ចាប់ផ្ដើមប្រពៃនៅកម្មវិធីសង្ក្រាន្តដើម្បីអបអរនៅឱកាសបុណ្យចូលឆ្នាំខ្មែររបស់យើងនេះហើយថ្ងៃនេះដែរនាងខ្ញុំក៏បានចូលរួមនៅកម្មវិធីសង្ក្រាន្តសហគមន៍មួយដែលជាកម្មវិធីសង្ក្រាន្តដែលគេធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនទៅដល់មន្ទីរពេទ្យគុណធបុប្ផាដើម្បីជួយទ្រទ្រង់ទៅដល់មន្ទីរពេទ្យគុណធបុប្ផាអញ្ចឹងណាអញ្ចឹងយើងអាចនិយាយថាជាកម្មវិធីសង្ក្រាន្តសហគមន៍បែបជាលក្ខណៈសប្បុរសធម៌អញ្ចឹងសម្រាប់កម្មវិធីសង្ក្រាន្តនេះផងដែរគឺត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងទីធ្លានៃវិទ្យាល័យបឹងត្របែកដែលស្ថិតនៅលើដងវិថីព្រះមនីវង្សបើសិនជាបងប្អូនស្គាល់សាលាច្បាប់ហ្នឹងយើងហៅថាសាលាច្បាប់អញ្ចឹងគឺសាលាបឹងត្របែកហ្នឹងគឺជាប់ជាមួយនឹងសាលាច្បាប់ហ្នឹងឯងចាបងប្អូនទាំងគ្នាអញ្ចឹងបើយើងមើលមកជាខាងនេះវិញគឺជាកន្លែងកំសាន្តរបស់ក្មេងអញ្ចឹងគឺយើងមានកន្លែងជាពពួកពងលោតបែបក្មេងៗលេងបែបសប្បាយអញ្ចឹងទៅអូយនិយាយទៅមើលទៅឃើញថាសប្បាយណាក្មេងពេលខ្ញុំឃើញក្មេងៗលេងអញ្ចឹងខ្ញុំក៏ចង់លេងតែអត់ហ៊ានលោតខ្លាចផុងតែលោតទៅផុងដាច់របស់គេអញ្ចឹងអាហ្នឹងគឺសម្រាប់ពងលោតហ្នឹងហើយមកជាងទៀតគឺជាលក្ខណៈពងសម្រាប់គេរំអិលពីខាងលើមកនិយាយទៅមេធាខាងនេះគឺជាសម្រាប់ល្បែងកំសាន្តរបស់ក្មេងៗចាអញ្ចឹងយើងបន្តដំណើរទៅមើលកន្លែងផ្សេងទៀតព្រោះនៅនេះយើងមកមើលកន្លែងលេងអញ្ចឹងឥឡូវយើងទៅរកមើលកន្លែងស្តង់ញ៉ាំអាហារវិញម្ដងថាតើនៅកន្លែងនេះគេមានស្តង់មានអាហារបែបម៉េចខ្លះអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងបន្តដំណើរទៅមើលការរៀបចំស្តង់អាហារវិញអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលគេវិព័រស្តង់អាហារអញ្ចឹងបើសិនបងប្អូនមើលទៅលើការរៀបចំគឺគេរៀបចំកន្សឹបបែបខ្មែរយើងគឺគេប្រើជាលក្ខណៈស្តង់ប្រក់ស្បឺអីចឹងណាដែលមើលទៅគឺ concept បែបចេញមកគឺបន់ចូលឆ្នាំខ្មែរហ្មងអញ្ចឹងបើយើងមើលទៅយើងមានអារម្មណ៍ថាដូចហាក់បីដូចជាទាញយើងត្រឡប់ទៅឆ្នាំ1080 1090ចឹងណាបងប្អូនអញ្ចឹងនៅស្តង់ហ្នឹងគឺមានរបស់របរលក់ច្រើនណាបងប្អូនមានតាំងពីស៊ុបមានតាំងពីបុកល្ហុងប្រហិតមានតាំងពីវត្ថុអនុស្សាវរីយ៍មានតាំងពីគ្រឿងសមុទ្រអាំងអីផ្សេងៗនិយាយទៅគឺមានច្រើនមុខហើយខ្ញុំបាក់រៀបរាប់ប៉ះបងប្អូនអាចមើលនៅក្នុងវីដេអូនេះបានគឺមានច្រើនមែនតើអញ្ចឹងសម្រាប់ការតាំងពីពណ៌ក៏ដូចជាការធ្វើសង្ក្រាន្តហ្នឹងគឺគេធ្វើការពីថ្ងៃអាទិត្យទី30ខែ3តោះអញ្ចឹងបងប្អូនបាញ់មិញយើងបានមើលទៅលើកន្លែងកំសាន្តល្បែងក្មេងលេងអីផ្សេងហើយយើងបានទៅមើលនៅកន្លែងតង់អាហារភេសជ្ជៈអីហើយអស់ហើយឥឡូវយើងមកមើលទៅលើការប្រគំតន្ត្រីវិញម្ដងថាតើថ្ងៃនេះដែរមានតារាកិត្តិយសណាខ្លះដែលគាត់មកអញ្ចឹងការប្រគំតន្ត្រីនេះពេលខ្ញុំទៅហ្នឹងគឺចំវគ្គលោកនីកូគាត់ឡើងមកច្រៀងអញ្ចឹងនិយាយពីថាក្មេងៗដែលជា fan របស់គាត់ហ្នឹងគឺហូរសប្បាយមែនតើមានអ្នកខ្លះរាំតាមច្រៀងតាមគាត់ទៀតចាអញ្ចឹងមើលទៅគឺសប្បាយអ៊ូអរមែនតើលើមួយណាសំបូរស្រីស្អាតរាំព្រៃណាលើមួយណាជួយទៅដល់បេះដូង
Praise our drum ផ្លូវមួយណាចូលទៅដល់ Bango ធ្វើខ្លាំងធ្វើខ្លាំង ចាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូដែលបង្ហាញអំពីទស្សនវិជ្ជាសង្ក្រាននៃវិទ្យាល័យបឹងត្របែកនេះគឺបានបញ្ចប់ត្រឹមប៉ុណ្ណេះហើយសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តឬក៏ពេញចិត្តទៅលើវីដេអូរបស់នាងខ្ញុំកុំភ្លេច Subscribe YouTube Channel រតនា Inspire Travel ដើម្បីតាមដានវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា